មុនទៅកំពង់សោមវិញឆ្លៀតមកញ៉ាំអីនៅបាយមន់ផ្លូវភ្លួអូស័យកន្លែងនេះជាទូទៅគឺឲ្យទៅឡើងមកពេញគឺមិនទៅម្លងម៉ែនេះអ្នកពេញក៏គេស្គាល់ដែរយើងអានេះតែគាត់ថាអ្នកមើលខ្ញុំវាច្រើនអ្នកកំពង់សោមអញ្ចឹងហើយថតបង្ហាញជូនបើសិនឡើងមកពេញអីចង់ញ៉ាំនំប៉័ងអូម៉ាឡេតឬក៏បាយមាន់អីអាចមកសាកឡើងនេះបាននៅចំលើផ្លូវភ្លួអូស័យហ្នឹងហ្មងហើយសម្រាប់មុខម៉នុយនំប៉័ងអូម៉ាឡេតហ្នឹងគឺគេមាននំប៉័ងមានអូម៉ាឡេតគេជៀនជាមួយប៉ាតេហើយជាមួយនឹងបន្លែហើយមួយអាបន្លែជាហៀងអីមានផ្សិតមានអីហ្នឹងគឺយើងញ៉ាំលាយគ្នាប្លាក់ប៊ឺចាក់ទឹកជ្រលក់ដាក់អីចូលទៅហើយមួយចានទូចហ្នឹងយើងឃើញទូចចឹងណាតែខ្ញុំញ៉ាំអត់ចង់អស់ទេនិយាយទៅគឺច្រើនមែនតើញ៉ាំដល់មួយហល់ដែរហ្នឹងណាហើយក៏នៅនេះក៏មានបាយមានមុខម្ហូបផ្សេងទៀតមានភេសជ្ជៈមានអីដូចគ្នាហើយនេះហាងខ្ញុំខានមកប្រហែលខែគេអាប់ដេតរូបរាងហាងខ្ញុំនឹងគេអាប់ដេតតាំងការតែឃើញរៀងស្លាស់មុខស្លាស់មាត់ល្អជាងមុនកាលមុនរៀងទូចជាងហ្នឹងឥឡូវដូចរៀងធំហើយទីតាំងងាយស្រួលរកលើផ្លូវភ្លួអូស័យហ្មង